សូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះសូមអញ្ជើញទស្សនាការផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថដូចតទៅអាយុដំវ៉ាសិនភិរមអញ្ជើញជាធិបតីក្នុងវិធីបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានីខេត្តស្នងការរដ្ឋាភិបាលរដ្ឋបាលហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុកងរាជអាវុធហត្ថទូទាំងប្រទេសប្រចាំខែមិថុនានិងទិសដៅបន្តក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីវ៉ាសិនភិរមនាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងនៅខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយការិយាល័យហិរញ្ញវត្ថុបណ្ដារាជធានីខេត្តក្រុងនិងហិរញ្ញវត្ថុកងអន្តរាគមន៍ទាំង6ចូលរួមផងដែរលោកវីរៈសេនីយ៍ត្រីអ៊ីមសុកជេងនាយរងការិយាល័យហិរញ្ញវត្ថុបានឡើងអានរបាយការណ៍បូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានីខេត្តក្រុងប្រចាំខែមិថុនានិងទិសដៅបន្តប្រចាំខែកក្កដាឆ្នាំ2016រួចមកលោកឧត្តមសេនីយ៍ត្រីវ៉ាសិនភិរមបានមានប្រសាសន៍ថានាយការិយាល័យហិរញ្ញវត្ថុតាមបណ្ដារាជធានីខេត្តក្រុងទាំងអស់ត្រូវតែទូទាត់ត្រួតលេខចំណូលចំណាយសម្រាប់អង្គភាពរបស់ខ្លួននីមួយៗជាមួយជំនាញវិស្វកម្មក្តីជាមួយការិយាល័យបច្ចេកទេសក្តីត្រូវគិតជាមួយគ្នាឲ្យបានច្បាស់លាស់មុននឹងយកមកផ្ទៃប្រទេសជៀសវាងការខុសឆ្គងនៅប្រការណាមួយនៅក្នុងឱកាសនោះដែរឯកឧត្តមបានផ្ដាំផ្ញើទៅដល់នាយការិយាល័យហិរញ្ញវត្ថុបណ្ដារាជធានីខេត្តក្រុងទាំងអស់ត្រូវពង្រឹងក្របខ័ណ្ឌចាត់តាំងឲ្យបានសមស្របទៅតាមជំនាញឯកទេសរបស់ខ្លួនហើយដោយធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវឲ្យបានច្បាស់លាស់ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងធានាឲ្យបានពីបរិមាណគុណភាពនិងប្រកបដោយតម្លាភាពព័ត៌មានកងរាជអាវុធហត្ថដែលប្រិយមិត្តទូរទស្សនិកជនទើបតែបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ